សន្តាប់រឿងព្រេងនិទានខ្មែរមុនចូលរាត្រីជាមួយនឹង Channel យើងខ្ញុំកុំភ្លេចជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីកម្រងរឿងព្រេងនិទានខ្មែររឿងចាប់ស្រុកនិងចាប់ព្រៃកាលពីព្រេងនេះមានចាប់ស្រុកនិងចាប់ព្រៃដើររកស៊ីដោយពុកជារាល់ថ្ងៃខាងចាប់ស្រុកមានមេបាប្រដៅថាបារកស៊ីកុំជជែកឆ្លោះគ្នាឲ្យលឺមាត់គឺកងឡើយឲ្យប្រយ័ត្នខ្លួនបើព្រានវាលុកទៅឲ្យបបួលគ្នាខំហៅទូលុកឲ្យរបើកដើម្បីនឹងឲ្យរួចរស់ជីវិតពួកចាប់ស្រុកក៏ធ្វើតាដួនវ៉ានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាកឹកកងទេជួនកាលបើព្រានវាលុកត្រូវក៏បបួលគ្នាខំហៅទូលុកព្រានបានរួចជីវិតតែរៀងមកមានកាលថ្ងៃមួយពួកចាប់ព្រៃនិងចាប់ស្រុកហើរចេញទៅរកស៊ីជួបប្រតាក់ហ្វូងគ្នានៅដើមត្រែងមួយគុំពួកចាប់ព្រៃទុំនៅខាងក្រោមពួកចាប់ស្រុកទុំនៅខាងលើក៏បាក់មេឃត្រែងពីលើមកត្រូវក្បាលចាប់ព្រៃព្រែកនិយាយប្រកាន់ទៅចាប់ស្រុកថាហេតុអីក៏កាត់មេឃត្រែងទុំលាក់មកឲ្យត្រូវក្បាលពួកយើងចាប់ស្រុកក៏បានប្រាប់ទៅចាប់ព្រៃវិញថាយើងមិនបានកាត់មេឃត្រែងឲ្យបាក់ត្រូវញ៉ាឯងទេគឺមេឃត្រែងយាបាក់ឯងធ្លាក់មកទេតើពួកចាប់ព្រៃជាពួកអ៊ិតកាន់ដំបួនម៉ានមិនពិចារណាឲ្យឃើញឈរត្រូវក៏បបួលគ្នាបង្កហេតុបង្កើតជាចំនួននឹងពួកចាប់ស្រុកឬមាត់ជាគឹកកងរំពងឡើងពួកព្រានឬមាត់ចាប់នៅគុំត្រែងនោះច្រើនក៏យកលុបទៅវាត្រូវទាំងអស់គ្នាចាប់តែងពីពួកនេះបានត្រីលុបហើយក៏នៅតែជាប់ជ្រុះគ្នាទៀតចាប់ស្រុកពោលទៅចាប់ព្រៃថាបើពួកឯងគ្រាន់បាហេតុមិនដេចក៏មិនបំរាស់ឲ្យរត់ពីលុបទៅចាប់ព្រៃក៏ពោលមករកចាប់ស្រុកវិញថាបើពួកឯងគ្រាន់បាហេតុមិនដេចក៏មិនបំរាស់ឲ្យរត់ពីលុបនេះទៅបានតែពាក្យបញ្ជូនគ្នាទៅវិញទៅមកមិនគិតបំរាស់ឲ្យរត់ជីវិតសោះកំពុងតែឆ្លោះគ្នាស្រាប់តែព្រានក្រសបឡើងចាប់បានចាប់ទាំងអស់ក៏ពីឃាតខ្សែអស់នេះហើយចាប់ស្រុកជាពុកចាប់ល្អតែខកខ្លួនមករកស៊ីជួបជោនឹងហ្វូងចាប់ព្រៃជាពុកចាប់ប្រព្រឹត្តអាក្រក់គ្នាក៏មានរឿងឆ្លោះគ្នាតតែព្រានវាលុបស្រីស្លាប់ទាំងអស់